សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងធ្វើវីដេអូមួយតាក់ទងទៅនឹងការធ្វើ voice over នៅលើកម្មវិធី CapCut នៅលើ PC ហ្នឹងហើយដើម្បីកុំឲ្យខាតពេលយូរគឺយើងចូលទៅតែម្ដងបាទយើងចូលមកដល់ផ្ទាំងកន្លែងនេះគឺយើងឃើញមានកន្លែងមួយយើងដើម្បី select ដើម្បីចុចទាញយក file មកអញ្ចឹងយើងចុចបើក file វីដេអូណាដែលយើងមានស្រាប់ហ្នឹងហើយនៅពេលដែលយើងយកវីដេអូហ្នឹងមកបានគឺយើង add វាចូលមកលើ timeline របស់យើងមកបាទនៅពេល add ចូល timeline បានបងប្អូនអាចមើលទៅកន្លែងមួយដែលមានរូបដូចមីក្រូនៅបារខាងក្រោមហ្នឹងណាបងប្អូនដាក់មកលើវាទៅគឺឃើញមានពាក្យ voice over អញ្ចឹងយើងអាចចុចមកលើវាមកអូខេណាពេលចុចលើវាគឺវាលោតផ្ទាំងដូចនេះហ្នឹងហើយបងប្អូននៅពេលយើងចង់ record វាយើងចុចសញ្ញាក្រហមហ្នឹងមកគឺចាប់ផ្ដើមលោត这只流浪狗被人恶意用铁丝缠住了嘴巴，整张嘴都肿了起来，而铁丝的另一端还戳在它的眼眶上，稍有不慎，铁丝就会扎进它的眼睛里。过来，把那个嘴巴给你取了，来，过来，过来嘛，给你取掉。男人想帮他把铁丝去掉，但是他却转身就走。或许他早已经对人类失去了信任，哪还敢再靠近人类？在没有人时，他就趴在路边，默默忍受嘴巴上的疼痛和没有办法进食的饥饿感。男人看到这一幕，心中十分难受，想不明白什么样的人可以心狠到这。អូខេបងប្អូនបន្ទាប់ពីយើងថតហើយអញ្ចឹងយើង record សំឡេងយើងហើយអញ្ចឹងយើងអាចចុចសញ្ញាក្រហមហ្នឹងមកហើយយើងចុចបិទទៅហើយយើងនឹងទទួលបានសំឡេងអញ្ចឹងបងប្អូនអាចស្ដាប់នៅសំឡេងហ្នឹងទាំងអស់គ្នាដំបូងឡើយគឺគេឃើញមានសត្វឆ្កែមួយដែលកំពុងតែឈរនៅក្រោយឡានគេហ្នឹងក៏ប៉ុន្តែមើលទៅសត្វឆ្កែនោះគឺឃើញមានគេចងមាត់វាដោយដែកមើលទៅគ្នាវេទនាណាស់មិនដឹងជានរណាទេដែលធ្វើបាបគ្នាទៅដល់ថ្នាក់ហ្នឹងនោះដោយការអាណិតក៏មានគេហ្នឹងក៏គេចាប់ផ្ដើមហ្នឹងហើយតាមដានថាកុំឲ្យខាតពេលយូរអញ្ចឹងការដែលយើង record ហ្នឹងគឺយើងនិយាយទៅតាមសាច់រឿងនិយាយទៅតាមសកម្មភាពនៅក្នុងវីដេអូរបស់យើងទៅអញ្ចឹងវាងាយទេហើយចំណុចណាដែលវាមិនស្មើគ្នាអញ្ចឹងយើងអាចកាត់វាចេញទៅហើយយើង record ម្ដងទៀតធ្វើឡើងវិញទៅក៏បានដែរបងប្អូនកាត់ខ្លីៗទៅហ្នឹងហើយបាទបងប្អូនបើសិនជាបងប្អូនពេញចិត្តនឹងវីដេអូដែលខ្ញុំធ្វើនេះសូមជួយ Subscribe ហើយនិងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណជម្រាបលា